ឆ្នាំ2024ទើបសមាគមខ្មែរនៃរដ្ឋ New South Wales របស់យើងបានធ្វើការរួមគំនិតគ្នាដើម្បីផ្សព្វផ្សាយនៅវប្បធម៌របស់ខ្មែរយើងដូចជារូបនេះប្រាសាទអង្គរវត្តជាមួយនឹងរបាំអប្សរាបងប្អូនខ្ញុំបាទមានក្តីរំភើបជាពន្លឹកហើយខ្ញុំចង់ផ្សព្វផ្សាយទៅដល់បងប្អូនខ្មែរលើពិភពលោកថាខ្មែរយើងសពថ្ងៃត្រូវបានបរទេសដូចជាប្រទេសអូស្ត្រាលីគេយកចិត្តទុកដាក់ទៅលើវប្បធម៌និងអរិយធម៌ខ្មែរយើងណាបងប្អូនបាទហើយដូច្នេះហើយយើងត្រូវថែរក្សាហើយនឹងជួយលើកតម្កើងវប្បធម៌ខ្មែរយើងឲ្យបានគង់វង្សតទៅមុខទៀតសម្រាប់កូនចៅជំនាន់ក្រោយបងប្អូនជាទីបញ្ចប់ខ្ញុំសូមអរគុណសូមជម្រាបលា